តោះមកបន្តភេទរបស់យើងទៀតនៅក្នុងផ្សារអីនេះអ្នកស្រីម៉ាឡែនតើដើរផ្សារខ្លួនឯងតែម្ដងហើយណងនេះតាំងពីបានកូនប្រសាមកថ្នមកូនប្រសាណាស់ណងមិនឲ្យចេញពីផ្ទះសោះថ្នមអីទៅមកពីមិនហ៊ានមិនដោយនឹងហើយទៅឲ្យនៅតែក្នុងផ្ទះបែបនេះនោះនេះតែអីក៏ច្រើនម្ល៉េះប្រងមកអស់មកផ្សារតែម្ដងហើយណងមានកូនប្រសាហើយមិនក៏មិនឲ្យនាងធ្វើកិច្ចការទាំងនេះទៅអ្នកស្រីនៅធ្វើអីទៀតថាហើយមិនហ៊ានបណ្ដោយតែបណ្ដោយចាយវាមិនដឹងឯណាឯណីឥឡូវហើយរាល់ថ្ងៃនេះមិនចេះរកអីទិញតែនិយាយពីរឿងចាយវាយវិញខ្លាំងជាងសេដ្ឋីទៀតអញ្ចឹងផងអីនេះបើតាមមើលទៅនាងដូចជាមនុស្សល្អិតល្អន់ណាស់ជាស្ត្រីដែលចេះទុកដាក់មិនសមដូចជាពាក្យដែលលោកស្រីថាសោះមែនហើយខ្ញុំក៏ស្គាល់ពលិនដែរពីកមុំចេះទុកដាក់ហើយការងារទាំងមិនដែលឲ្យពុកម៉ែនាងថាទេនាងឯងធ្វើមកចាប់ត្មងអ្នកទាំងពីរមិនមែននៅក្នុងគ្រួសារខ្ញុំមិនដឹងទៅខ្ញុំនៅជាមួយគ្នារាល់ថ្ងៃខ្ញុំដឹងច្បាស់ណាស់ថាជាមនុស្សបែបណានោះបានតែការងារផ្ទះមួយមុំការងារប្តីជួយអីក៏មិនបាននេះតាមតែកូនប្រុសទីបើតាមចិត្តខ្ញុំវិញណាមិនពេញចិត្តកូនប្រសាបែបនេះទេស្លាប់ហើយលោកស្រីមិនក៏និយាយឲ្យកូនប្រសាបែបនេះនេះបើគ្នាបានលឺគ្នាអន់ចិត្តស្លាប់ហើយជាស្រីដូចគ្នាគួរតែយល់ចិត្តគ្នាផងណាខ្ញុំមិនខ្វល់ទេហើយមករាក់តាក់នីងមកចង់ដឹងរឿងគ្រូសាគេមែនទេអូបើកូនខ្ញុំវិញខ្ញុំមិនឲ្យរៀបការចូលគ្រួសារនឹងទេម៉ែក្មេកអីអាក្រក់បែបនេះនោះផាលីនមិនខ្វះទេតែស្រឡាញ់មិនក៏មកបានម៉ែក្មេកចរិតបែបនេះកុំអាលវិនិច្ឆ័យណាំងជួនកាលយើងមិនបាននៅក្នុងគ្រួសារគេយើងមិនដឹងទេពាក្យចាស់លោកពោលថាចង្គៀងផ្ទះណាភ្លឺផ្ទះនោះអីនោះតោះបានហើយឈប់និយាយពីរឿងគេទៅហើយនេះមកផ្សារទិញម្ហូបបានអីហើយនៅអូនៅទេគាត់ថាទិញត្រីយកទៅអាំងហូបជាមួយជ្រក់ស្វាយនឹងណាហើយចុះអ្នកនោះគាត់ធ្វើម្ហូបអីដែរហ្នឹងអូគិតថារកទិញត្រីឆ្លាំងស្លម្ជូរតោះតែរកទិញទៅតែថ្ងៃបន្តិចហ្នឹងអស់ឥឡូវហើយម៉ែតាមីងម៉ាឡែនដូចជាមិនចូលចិត្តនឹងប្រពន្ធរបស់បញ្ញាសមានេះបើខ្ញុំជាបង្លីនហ្នឹងខ្ញុំក៏ពិបាកនឹងទទួលយកដែរណាម៉ែមើលទៅថ្ងៃមុនគាត់ស្ដីថាឲ្យបង្លីននេះចំពោះមុខយើងទៀតព្រោះតែគេមិនបានស្រឡាញ់ផលិនទើបគេមានពេលសម្ដីបែបនេះនោះតែបើសិនជាម៉ាំងក៏មិនអាចធ្វើបែបនេះបានដែរយ៉ាងណាក៏ទុកមុខឲ្យគ្នាខ្លះដែរខ្ញុំថាខ្ញុំសំណាងណាស់ដែលខ្ញុំមិនបានរៀបការចូលគ្រួសារណាមីងម៉ាឡែនស្រួលមិនស្រួលគាត់ថាមកក្រោយដូចជាបង្លីនអញ្ចឹងខ្ញុំទទួលយកមិនបានទេណាម៉ែយ៉ាងណាក៏ជាកូនប្រសាហើយទោះមិនពេញចិត្តតែកូនស្រឡាញ់គ្នាជាម្ដាយកូនតែសប្បាយចិត្តនឹងកូនតែបែរជាមានពាក្យមិនសមរម្យជាមួយកូនប្រសាស្ទោះអូយតាមតែគេចានេះមិនអត់កូនរីឆាតទៅថតរូបតាំងមករងហើយនៅនឹងគេថ្ងៃហើយណាចាម៉ាក់គឺណាត់ហើយថ្ងៃត្រង់តែងទៅគាត់តំណេផាលីនមកនេះមកទទួលរបស់បន្តិចហាក់ណែធ្វើម្ហូបកំច្រើនពេកអីកូនបញ្ញាមិននៅទីងធ្វើតែម្ហូបទៅបានហើយធ្វើច្រើនពេកគឺសល់ចាក់ចោលស្ដាយណាស់ចាម៉ាក់ខ្ញុំដឹងហើយឈប់សិនរួចការងារចង្ក្រានជួយឡើងយកសម្លៀកបំពាក់នៅក្នុងបន្ទប់ទៅបោកគក់ផងសម្លៀកបំពាក់របស់ប្តីម៉ាក់ផងដែរឬទេចាម៉ាក់ខ្ញុំដឹងហើយនេះកូនគ្នាហត់ណាស់មិនក៏មកវាមិនធ្វើខ្លួនឯងខ្លះទៅបងថាយើងរកកូនឈ្នួលម្នាក់មកជួយការងារផលលេងទៅណាយកមកធ្វើអីទៅបងអស់តែថ្លៃឈ្នួលទៅទេការងារផ្ទះមិនប្រមាណផងខ្ញុំឃើញថានាងនេះក៏មិនសូវជារវល់អីដែរធ្វើក៏មិនមែនជាប់ដៃរហូតដែរធ្វើរួចបន្តិចក៏ទំនេរហើយតែនាងជាកូនប្រសាជើងណាអូនឲ្យនាងធ្វើការងារដូចជាអ្នកបម្រើបាញ់បានទៅយ៉ាងម៉េចប្រងរៀបការចូលគ្រួសារយើងហើយមកដេកស៊ីមែនទេការងារតែប៉ុណ្ណឹងធ្វើមិនបានក៏វិចបង្វិចទៅផ្ទះវិញទេមិនក៏អូននិយាយបែបនេះបើកូនលឺគ្នាអន់ចិត្តស្លាប់ហើយណាចុះបើថ្ងៃមកនាងពោះធំបានណាមកធ្វើការផ្ទះទៅនេះក៏ប្រាប់ថាម៉ាក់វាប្រើកូនទាំងពោះធំឲ្យសោះណាចាំថ្ងៃនោះមកដល់សិនទៅកិច្ចការក្នុងផ្ទះខ្ញុំចេះចាត់ចែងហើយប៉ាវាមិនបាច់បារម្ភទេ
នេះរួចរាល់ការងារហើយគិតថាចង់ដើរលេងបន្តិចចាំត្រឡប់ទៅភ្នំពេញវិញអេហើយចរណាគេខំមកហ្នឹងលេងដូចជាមិនធ្លាប់បានស្គាល់សោះអាឡូជំរាបសួរ ចាជំរាបសួរលោកនេះស្គាល់ខ្ញុំដែរទេ សំទោសណាខ្ញុំមិនស្គាល់ទេនេះនាងប្រហែលជាច្រឡំលេខហើយ มันច្រឡំតែលោកបញ្ញានេះឆាប់ភ្លេចខ្ញុំដល់ហើយខ្ញុំទេពីនោះអី អូនឹកឃើញហើយសំទោសណាមែនហើយនាងខំមកខ្ញុំមានការអីមែនទេ បាត់ថយលោកនេះខោស៊ូសុកទុកធម្មតាក្នុងនាមជាអ្នកស្គាល់គ្នាมันបានតែអីគឺខ្ញុំអបសុកពេកហ្នឹងណាចង់និយាយលេងជាមួយលោក ខ្ញុំទំនេរល្មមណាស់នេះកំពុងតែគិតថាចង់ដើរលេងនៅក្នុងកំពង់សំនេះដែរអ្នកនាងខំមកបែបនេះគឺល្អណាស់និយាយអញ្ចឹងអ្នកនាងទំនេរដែរទេ ចាលោកទំនេរស្អាតតែម្ដងនាងចិនរបស់យើងគឺដូចគ្នាណាស់លោកចង់ទៅទីណាដែរខ្ញុំជូនទៅបានទាំងអស់ អញ្ចឹងចាំបន្តិចទៀតយើងជួបគ្នាណាយើងជួបគ្នានៅហាងបាយសិនតែបន្ទាប់មកយើងចេញដំណើរទៅតែម្ដងតែប៉ុណ្ណឹងសិនហើយណាមិនយូរប៉ុន្មានពួកគេក៏បានមកដល់ឆ្នេរសមុទ្រមួយកន្លែង វ៉ាវតែសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់លោកបញ្ញាលោកម្ចាស់ខ្ញុំក៏ពិតជាមានអារម្មណ៍ស្រស់ស្រាយណាស់ មែនហើយនេះអ្នកនាងដូចជារំភើបណាស់ធ្វើដូចជាលើកទី1អញ្ចឹងខ្ញុំថាអ្នកនាងនៅទីនេះស្រាប់អ្នកនាងមិនសមទេអី អត់ទេណាលោកតើខ្ញុំជាអ្នករស់នៅទឹកដីនេះពិតមែនតែខ្ញុំក៏មិនដែលចំណាយនឹងតែសភាពបែបនេះទេណាតែថ្ងៃនេះខ្ញុំមានអារម្មណ៍ចម្លែកណាស់គឺពិតជាពិសេសអាចថាខ្ញុំមកជាមួយលោកកថាបានព្រោះលោកគឺជាមនុស្សទី1ដែលមកជាមួយខ្ញុំបែបនេះ នេះអ្នកនាងមិនធ្លាប់មកទីនេះជាមួយអ្នកណាទេទេខ្ញុំសម្ដៅទៅលើមិត្តភក្តិហ្នឹងណា ធ្លាប់មកជាមួយមិត្តភក្តិស្រីស្រីខ្ញុំគ្មានមិត្តភក្តិប្រុសនោះទេខ្ញុំប្រយ័ត្នណាស់ខ្ញុំមិនចេះរាប់អានមនុស្សប្រុសប្តីផ្ដាស់នោះទេបើខ្ញុំមិនច្បាស់ជាមួយគេនោះសម្រាប់លោកវិញនោះគឺជាមនុស្សល្អគ្រប់គ្រាន់គ្រាន់តែបានជួបតែម្ដងខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយលោកទៅហើយ នេះក៏បានន័យថាខ្ញុំជាបរិសុទ្ធទី1ដែលមកទីនេះជាមួយអ្នកនាងមែនទេ លោកនិយាយបែបនេះខ្ញុំអៀនណាស់តោះយើងទៅមកខាងនោះវិញទៅ នេះចាំមិនទៅហើយកិច្ចការរួចហើយមែនទេ បាទអូនរួចហើយបងគិតថាទៅភ្នំពេញស្អែកនេះវិញហើយណា បងមិននៅប្រហែលថ្ងៃនេះអូននឹកបងណាមករយៈនេះបងប្រហែលហត់ខ្លាំងហើយ មិនអីទេអូនការងារមិនប្រើកម្លាំងមិនហត់ទេហើយចុះអូនពេលនេះកំពុងធ្វើអីដែរហើយម៉ាក់មានស្ដីថាឲ្យអូនដែរទេបងនឹងថាម៉ាក់មិនសូវជាចូលចិត្តអូននោះទេតែអូនត្រូវត្រប់បន្តិចទេណាមិនយូរទេគាត់នឹងយល់ពីអូន មិនអីទេបងអូនមិនប្រកាន់ខាងណាស់ទេគាត់មកកាប់ទៅចោលយ៉ាងអបប៉ុណ្ណឹងណាអូនស្រែកបងអូនអាចត្រប់បាច់គ្រប់យ៉ាងនេះបងលេងទេណាតែជាលើសម្លេងខ្ញុំរ៉េបង គឺបងនៅសមុទ្រណាអូនបងរួចការងារមិត្តភក្តិគេនាំមកលេងសមុទ្រព្រោះមកដល់ហើយមិនចង់រំលងនោះទេនេះស្តែនណាដែលអូនមិនបានមកជាមួយបង មិនអីទេបងបងអត់លេងសប្បាយចឹងទេបងធ្វើគេហត់ណាត្រូវទៅរកពេលរំហែកចឹងហើយចាំប៉ុណ្្នឹងសិនហើយណាបងអូនរវល់តែង បាទអូនជំរាបលា នេះលោកបញ្ញាមានប្រពន្ធហើយមែនទេនេះស្មើតែនឹងលាវតែមិនថាមានប្រពន្ធឬក៏មានកូនយ៉ាងណាក៏ដោយតែនាងទេពីចង់បានហើយខ្ញុំនឹងយកឲ្យបានលោកបញ្ញាខ្ញុំនឹងមិនឲ្យលោករួចពីដៃបានទេនៅយប់នេះលោកនឹងខ្លាចជារបស់ខ្ញុំតែម្នាក់គត់គេលោកខ្លាចជារបស់ខ្ញុំម្នាក់ទៀតទៅវិញទេអេលោកបញ្ញាកំពុងនិយាយទូរស័ព្ទជាមួយអ្នកណានឹង គឺអ្នកផ្ទះគាត់ខំមកសួរថាពេលណាទៅវិញ មកតែគ្រួសារលោកគឺដូចជាបារម្ភនឹងលោកណាស់លោកពិតជាសំណាងណាស់ដែលមានគ្រួសារព្រួយបារម្ភគ្រប់ពេលបែបនេះមិនដូចជាខ្ញុំសោះ ហើយចោះគ្រូសាស្ត្រនាងមិនបារម្ភពីអ្នកនាងទេទេ បាននិយាយពីគ្រួសារខ្ញុំទប់ចិត្តមិនបានទេខ្ញុំក៏ព្រាមម៉ាក់2ឆ្នាំមកហើយម៉ាក់ខ្ញុំគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតហើយពេលនេះខ្ញុំរស់នៅតែម្នាក់ឯងជីវិតគឺដូចជាលលកដែលគ្មានមេបាខ្ញុំមិនចង់រំលឹកទេព្រោះខ្ញុំមិនចង់បង្ហោះទឹកភ្នែកឲ្យអ្នកណាបានដឹងកុំឲ្យគេថាខ្ញុំទន់ជ្រាយតែខ្ញុំពិតជាទុកចិត្តមិនជាប់ទេ បាននិយាយតែពិបាកចិត្តកុំរំលឹកអីណា
យើងមកនិយាយរឿងសប្បាយៗវិញទៅណាកុំឲ្យខូចបរិយាកាស ចាសំតោះឡើងឡើងពិសាទឹកក្រូចនេះទៅខ្ញុំធ្វើជាពិសេសសម្រាប់លោកនឹង អូមែនហើយអរគុណណាស់បរិយាកាសបែបនេះពិតជាត្រូវជាមួយរសជាតិទឹកក្រូចចាបាច់នេះណាអរគុណហើយណា នេះបើលោកចង់ញ៉ាំទឹកក្រូចច្បាញ់ខ្ញុំក៏មានដែរនឹងថ្មីស្រស់សង្ឃឹមថាលោកបានញ៉ាំហើយប្រកាសជាជាប់ចិត្តជាមិនខានទេ ចង់តានេះនាងមានក្រូចចាបាច់ដែរទេ មានតែខ្ញុំបានត្រៀមជាពិសេសសម្រាប់លោកហើយនឹងតែលោកញ៉ាំទឹកក្រូចច្បាច់នេះសិនទៅចាំញ៉ាំសាច់ក្រូចតាមក្រោយ ក្រោយពេលផឹកទឹកក្រូចចាបាច់រួចហើយពួកគេក៏នាំគ្នាទៅញ៉ាំសាច់ក្រូចម្ដង នេះលោកគឺជាបរិយាទីមួយដែលបានខ្លួនប្រាណខ្ញុំហើយនឹងលោកកំបោះបងខ្ញុំចោលឲ្យសោះជីវិតខ្ញុំគ្មានអ្នកណាទៀតនោះទេ ខ្ញុំមិនបោះបង់នាងទេណាតែខ្ញុំមានរឿងមួយចង់ប្រាប់ដល់នាងថាយើងនៅតែទៅគ្នាលួចលាក់សិនទៅណា ហេតុអីតែមកចាំបាច់លួចលាក់នេះលោកខ្លាចគេដឹងមែនទេខ្ញុំមិនចង់លួចលាក់ទេខ្ញុំចង់នៅជាមួយលោកយ៉ាងពេញមុខ គឺខ្ញុំណែខ្ញុំមិនមែនចំណុចខ្លួនមួយទេណាតាមពិតតែខ្ញុំមានប្រពន្ធរួចទៅហើយ ថាម៉េចប៉ាថោនេះលោកមិនក៏មិនប្រាប់ខ្ញុំតាំងពីដំបូងបើដឹងថាលោកមានប្រពន្ធបែបនេះខ្ញុំមិនដាក់ចិត្តស្រឡាញ់លោកទេនេះខ្ញុំពិតជាមានឈ្មោះថាជាស្រីយកប្តីគេហើយមែនទេ កុំគិតបែបនេះអីណាយ៉ាងណាខ្ញុំក៏ស្រឡាញ់តែពីរម្នាក់ដែរទោះខ្ញុំមានប្រពន្ធរួចពិតមែនតែខ្ញុំនឹងនិយាយរឿងនេះជាមួយនឹងប្រពន្ធរបស់ខ្ញុំសូមឲ្យតែពីរទុកពេលខ្ញុំសិនណា ខ្ញុំនឹងរងចាំលោករងចាំថ្ងៃដែលលោកទទួលខ្ញុំចូលគ្រួសារលោកសន្យានឹងខ្ញុំបានទេថាលោកនឹងមិនចោលខ្ញុំនោះ បាទខ្ញុំសន្យាថាមិនចោលទេពីរនោះទេពេលដែលខ្ញុំរួចរាល់ពេលណាខ្ញុំនឹងនិយាយរឿងនេះជាមួយនឹងគ្រួសាររបស់ខ្ញុំ ខ្ញុំពិតជាសំណាងណាស់ដែលបានជួបលោកបញ្ញាញ់អូនស្រឡាញ់បងណាស់ នៅផ្ទះអ្នកស្រីម៉ាឡែន អូជំរាបសួរអ្នកមីងនេះផាលីននៅផ្ទះដែរទេនាងនៅទេនេះក្មួយទាំងពីរជាអ្នកណាដែរមករកផាលីនមានការអីតឹង គឺខ្ញុំមកលេងជាមួយផូលីនណាមីងខ្ញុំជាមិត្តភក្តិរបស់នាងនេះតាំងពីនាងរៀបការមកខ្ញុំមិនដែលបានជួបគ្នាស្ទោះ អូជីមិត្តផាលីនមែនទេនាងនៅផ្ទះបាយឯណោះមិនដឹងថានៅធ្វើអីទេឃើញរវល់មួយព្រឹកហើយបើអញ្ចឹងខ្ញុំសុំទៅជួបនាងសិនហើយណាមីងតោះផាវីង មិនដឹងជាការងារអីតឹងដែលនាំមិត្តភក្តិមកដល់ក្នុងផ្ទះបែបនេះនោះមកបង្ហាន់បាយបង្ហាន់ភ្លើងទៀតហើយធ្វើដូចជាផ្ទះខ្លួនឯងអញ្ចឹងចង់ហៅអ្នកណាមកក៏បាន អេផូលីនកំពុងតែធ្វើអីហ្នឹងហើយនេះពួកឯងមិនអត់ហើយមែនទេគេធ្វើនំចាំពួកឯងហ្នឹងណាហើយសាក់តិចទេ នេះមើលទៅគឺពិតជាតំណងណាស់មិនដឹងជាធ្វើនំតែហត់ធ្វើអីទេពួកយើងគ្រាន់តែមកលេងធម្មតាតែធ្វើនំធ្វើអីទេនំតែអស់ភ្លើងអស់ម្សៅនោះ មិនក៏និយាយបែបនេះមិនភ័ក្រម្លេងត្រូវតែមានរបស់ទទួលខ្លាំងចឹងហើយគ្នាសាឡបងធ្វើនំនេះព្រោះគ្នាគិតថាបើសិនជារសជាតិអាចទទួលយកបានណាគ្នាចង់មានហាងតូចមួយគ្រាន់នឹងលក់នំគ្នាមិនចង់ចាយលុយប្តីទេតែលក់ដូរឯនំតែហត់ទេចាយលុយប្តីមិនអស់ផងប្តីជាអ្នកមានលុយវ៉ាលៀនហើយនៅតែផ្ទះបំរើតែប្តីនឹងធ្វើជាស្ត្រីមេផ្ទះឲ្យតែល្អទេមិនឯស្រីភា ពិតមែនហើយនេះឯងពិតជាសំណាងណាស់បានប្តីជាអ្នកមានជាម្ចាស់ក្រុមហ៊ុនលុយចាយមិនអស់តែសន្សំអីជាមួយមុខរបរលក់ដូរនំកាប៉ិកប៉ុកនោះនាំតែលំបាកដល់ខ្លួន អញអើយចាយលុយគេមិនស្រួលទេប្តីជាអ្នកមានពិតមែនតែបើយើងគ្មានសមត្ថភាពរកលុយក៏ចាយលុយគេមិនស្រួលដែរគ្មានអីដែលប្រសើរជាងរបស់ដែលខ្លួនឯងរកបានដែលខ្លួនឯងនោះទេជួនកាលអ្វីដែលអញឃើញមិនដូចជាការគិតរបស់អញក៏ថាបាននេះឯងនិយាយបានន័យថាម៉េចតាលេនគ្មានអីទេមកសាកនំនេះសិនទេទទួលយកបានដែរអត់កុំអាសាទណាគ្នាសុំចុកបន្ទប់ទឹកមួយផ្លែតសិននេះដូចជាមិនស្រួលក្នុងពោះសោះបន្ទប់ទឹកនៅខាងណាដែរទេ គ្នាក៏ចឹងមកពីឯងនឹងស្រីភាណែមិនណែនាំគ្នាសេមកជូឥឡូវឈើពុកបានសម្រេចឃើញទេមកចាំគ្នានាំទៅបន្ទប់ទាំងតាមគ្នាមកណ៎ផាលីនបាយចានមួយហើយ មិនអីទេចាំគ្នាប្រមូលយកទៅចោល សំឡេងអីឬសូវប្រើមិញនេះផាលីន
មានរឿងអីហ្នឹង គឺខ្ញុំមិនប្រយ័ត្នណាម៉ាធ្លាក់ចានមួយបែកហើយសុំទោសណាម៉ា នេះមិនចេះប្រុងប្រយ័ត្នទេអីពិតជាដៃភ្លើងជើងមាន់ពិតមែនយើងប្រាប់ហើយរបស់របរប្រើប្រាស់ឲ្យចេះប្រុងប្រយ័ត្នកុំឲ្យបែកបាក់មានបញ្ហាឲ្យទាស់តែបានហើយនាំគ្នាមកធ្វើអីនៅក្នុងផ្ទះបាយឲ្យណែនតែនតាប់បែបនេះនោះមិនក៏មិននាំគ្នាទៅក្រៅទេ គឺខ្ញុំធ្វើនំណាម៉ាគឺថាមិនផាក់ម្លេងចង់ធ្វើនំទទួលពួកគេឥឡូវធ្វើហើយម៉ាក់សានតិចទេ យើងគ្មានអារម្មណ៍ស៊ីស្អីទេឯងនេះក៏អញ្ចឹងដែរប្រាប់ហើយប្រាប់ទៀតថាឲ្យចេះប្រយ័ត្នខ្លួនមិនចេះរកលុយទេកុំសូវបំផ្លាញពេកមិនចេះរីកចម្រើនសោះចេះតែបំផ្លាញហឺយ តោះស្រីភាសិផាចាំថាចង់ទៅបន្ទប់ទឹកមែនទេម៉ាំ គ្នាទៅវិញហើយណាមិនហ៊ាននៅយូរទេបើលេងម៉ាក់នឹងនោះ នេះម៉ាក់ក្មេកឯងដូចជាហួសហេតុពេកហើយគ្រាន់តែធ្វើបាចានមួយសោះជាលើសពីអ្នកបំរើទៅទៀតនេះក៏តែឯងអាចទ្រាំនៅចរិតម៉ាក់ក្មេកបែបនេះបាននេះការស្រឡាញ់ធ្វើយើងត្រូវបានគ្រប់រឿងណាមួយមិញនេះមកពីខ្ញុំធ្វើប្រហែសដោយខ្លួនឯងខ្ញុំមិនខាំម៉ាក់ទេ ស្ដីថាឲ្យឯងមិនក្រាញ់ចិត្តពួកម៉ាក់សោះនេះបើសិនជាគ្នាវិញនោះមិននៅស្ងៀមទេតមាត់ខ្លះហើយចានតែមួយសោះប្រហែលលានទេបានជាមកស្ដីបន្ទោដោយបាត់លុយរាប់លាននោះយើងជាកូនប្រសាណាឯងមិនមែនជាកូនឈ្នួលទេឬក៏ជាកាជះដាច់ថ្លៃនោះទេយើងចូលមកនៅក្នុងនាមជាកូនប្រសា មើលតែម៉ាក់ក្មេកឯងមិនស្រឡាញ់ឯងទេបែបនេះគឺពិបាកហើយណាផាលីនតើកូនគេស្រឡាញ់ឯងតែម៉ាក់គេមិនស្រឡាញ់ក៏មិនសុខដែរត្រេះហើយម៉ាក់ក្មេកគ្នាមិនបានស្រឡាញ់គ្នាទេគាត់ចង់ឲ្យបងបញ្ញារៀបការជាមួយកូនមិត្តភក្តិគាត់តែបងបញ្ញាមិនព្រមគាត់ស្រឡាញ់គ្នាបែបនេះហើយទៅគ្នាចិត្តតែទ្រាំនោះ ទ្រាំបានក៏ចេះតែទ្រាំទេតែរឿងខ្លះត្រូវតមាត់ក៏តខ្លះទេយើងស្លូតគេជន់ណាជាពិសេសម្ដាយក្មេកគឺដូចជាអ្នកមីងម៉ាឡែនហ្នឹងប៉ះចំឯងទេនេះបើប៉ះចំគ្នាវិញណាហ៊ុយផ្អើរបស់គ្នាហើយ យើងជាកូនតែតមាត់នាំទៅវិញឆ្ងាយធ្វើឯងណាមួយយើងក៏ជាអ្នកខុសផងចឹងតាមតែគាត់ទេគាត់ថាត្រូវហើយថាឯងមែនតែពីត្រូវកដាលមកគ្នានេះផាំងមិនຕົកមុខសោះនេះបើគ្នាមិនមកក៏គ្មានរឿងបែបនេះឯងក៏មិនត្រូវមាត់តែក្តីរឿងបែបនេះគ្នាសំទៅហើយមិនអីទេលើកក្រោយគ្មានរឿងបែបនេះទេ គ្មានលើកទី2តែដឹងលីនម៉ែក្មេកឯងនេះស្វាគមន៍គ្នាបែបនេះនោះនេះមែនទេជីវិតក្នុងគ្រួសារអ្នកមាននោះ មកគ្នាក៏ថាទៅវិញហើយមកថាឲ្យសប្បាយមិនបានសប្បាយបែរជាជួបរឿងសាមអង្គទៅវិញមកតែបើចង់ជួបគ្នាមានតែទៅជួបនៅខាងក្រៅល្អជាងតោះស្រីភា យ៉ាងម៉េចផ្ដាយផ្ដាំគ្នារួចហើយមែនទេលាគ្នាមើលតលារហូតតើបង្ហាន់អីខ្លះនៅក្នុងផ្ទះបាយនោះ ក៏ខ្ញុំគ្រាន់តែធ្វើនំទុកញ៉ាំតែម៉ាជូនជាពួកគេម្លេងខ្ញុំក៏ធ្វើទទួលពួកគេតែម្ដងទេ យ៉ាងម៉េចពួកគេនឹងគណៈរដ្ឋមន្ត្រីមែនទេបានជាចាំបាច់ត្រូវទទួលបែបនេះនោះមិនក៏ទៅបង្ហាន់ភ្លើងបង្ហាន់គ្រឿងក្នុងផ្ទះទៀតខ្ញុំប្រាប់ហើយតើថាឲ្យចេះសន្សំសំចៃនេះក្នុងខួរក្បាលឯងមិនចេះចាំទេអីនៅក្នុងរឿងបាយចាននេះទៀតបាយចានបាយឆ្នាំងពិតជាបំផ្លាញណាស់ ណាម៉ាមិនគ្រាន់តែរឿងប៉ុណ្ណឹងណាម៉ាបន្ទោសខ្ញុំម្លេងគ្រាន់តែចានមួយនឹងម្សៅនំបន្តិចបន្តួចធ្វើទុកញ៉ាំក្នុងផ្ទះមិនក៏ម៉ាក់មកបន្ទោសខ្ញុំ គឺមកពីឯងទៅហៅពួកម៉ាក់ពួកភឿនមកស៊ីបំផ្លាញរបស់របរក្នុងផ្ទះយើងហ្នឹងណាយ៉ាងម៉េចពួកវាឲ្យប្រមាណពួកវាជាអ្នកជួយចាញ់ថ្លៃលុយចំណាយសពគ្រប់ក្នុងផ្ទះមែនទេមិនក៏ត្រូវផ្គប់គុណពួកវា គ្រាន់តែប៉ុណ្ណឹងវាមិនអស់ប៉ុន្មាននោះទេនេះម៉ាក់ស្រីថាខ្ញុំនៅនឹងមុខពួកគេខ្ញុំខ្វះពួកគេណាស់ទៅហើយខុសមែនទេដែលក្នុងនាមជាកូនប្រសាម្នាក់មានមិត្តភក្តិម្លេងហើយត្រូវមានរបស់ទទួលពួកគេនោះ កុំមកតមាត់ជាមួយយើងឥឡូវខ្លាំងដៃណាស់ណាត្រូវពួកវាបញ្ចេះមកមែនទេបើចង់មានអីទទួលពួកវានោះត្រូវចេះរកលុយខ្លួនឯងសិនទៅបើមិនចេះរកលុយទេកុំធ្វើអីតាមតែចិនរបស់ក្នុងផ្ទះសិតតែជារបស់ដែលទិញដោយលុយយើងកុំអាងថាជាប្រពន្ធកូនប្រុសយើងមិនហ៊ានធ្វើអីនោះ
មិនខ្មៅប្រាសោះមែនទេមិនក៏ណាម៉ាក់គាត់ខាងសម្បានៅខ្ញុំម្លេះខ្ញុំធ្វើអីមិនដែលត្រូវចិត្តគាត់ទេនេះតើខ្ញុំអាចទ្រាំដល់ពេលណាទេបងបញ្ញាអូនស្រឡាញ់បងតែអូនពិតជាពិបាកនឹងទទួលអារម្មណ៍នេះណាម៉ាក់បងគាត់មិនពេញចិត្តនឹងខ្ញុំទេខ្ញុំពិបាកទ្រាំណាបើសិនជាអាចអូនចង់ไปផ្ទះពេលពួកគាត់រស់នៅជាមួយគ្នាតែពេលអ្នកប្តីប្រពន្ធមកនៅក្នុងគ្រួសារគេគ្មានអីជាប់ខ្លួនត្រូវគេថាមកក្រោយតែបើខ្ញុំប្រកែកជាងនេះមានសមត្ថភាពជាងនេះក៏គ្មានអ្នកណាមកមើលងាយខ្ញុំបានដែរតែធ្វើម៉េចឲ្យខ្ញុំទៅធ្វើអីបានលុយទេបងទៅវិញសិនហើយណាបងសន្យាថានឹងឧស្សាហ៍ខំមកលេងអូនហើយមិនជួយទេបងនៅមុខទីនេះទៀតព្រោះបងក៏មានការងារនៅទីនេះស្រាប់ហើយមិនជួយទេជាងនៅបាននៅជាមួយគ្នាយូរជាងនេះ នេះបងទៅបែបនេះអូនច្បាស់ជានឹកបងស្លាប់ហើយកុំទៅយូរពេកអីណាបងអូនមិនចង់បែកពីបងសោះ បងទៅមកតាហើយបងក៏មានការងារនៅភ្នំពេញដែរបើបងមិនទៅបានអ្នកណាមើលការងារនៅទីនោះទេចាំបងសិនទៅណា ចាអូនយល់ហើយបងអូនមានរឿងមួយចង់សុំបងតើកូននិយាយឬអត់ទេព្រោះដូចជាខ្មាស់ខ្លួនឯងហ្នឹងអូនចង់និយាយជាមួយបងតាំងពីយប់មិញមកម្លេះតែគឺដូចជាខ្លាញ់ មានរឿងអីទេឆាប់និយាយមកណា គឺពេលនេះអូនបានឈប់ពីកន្លែងធ្វើការនោះហើយនៅទីនោះមានអ្នកគេមិនចូលចិត្តអូនអញ្ចឹងហើយតើអូនមិនចង់នៅឲ្យគេទៅមកក៏បានសុំតើការឈប់ហើយពេលនេះអូនគ្មានប្រាក់ចំណូលទេ មានរឿងអីទេដល់ថ្នាក់ឈប់ពីកន្លែងការងារបែបនេះនោះហើយការងារដែលអូនធ្វើហ្នឹងជាការងារអ្វីដែរ បងមិនបាច់ចង់ដឹងនោះទេណាដឹងត្រឹមថាពេលនេះអូនបានឈប់ពីទីនោះហើយណាអូនមិនចង់រំលឹកនោះទេ មិនអីទេអញ្ចឹងអូននៅផ្ទះចុះណាមិនបាច់ធ្វើការអីនោះទេហើយចំពោះលុយនោះក៏មិនបាច់បារម្ភដែរចាំបងផ្ញើលុយឲ្យចាយណា ចាអរគុណណាស់ប្តីសម្លាញ់ អញ្ចឹងបងទៅសិនហើយណាខ្លាចទៅមិនទាន់ ចាប្តីចាំអូនជូនដំណើរដល់ឡានណា អាឡូម៉ាមានការអីមែនទេ ហើយពេលណាទៅកូនមកវិញទៅយូរហើយគម្រោងការងារនោះយ៉ាងមិនទៅហើយកូន ការងាររលូនណាស់ម៉ាហើយកូនកំពុងតែចេញដំណើរទៅថ្ងៃនេះហើយនេះកូនកំពុងតែនៅលើឡាន ប្រពន្ធឯងឥឡូវបានសម្ដីណាស្ដីថាបន្តិចបន្តួចតមាត់ឲ្យប៉ប៉ែគ្មានបាត់មួយម៉ាត់ទេថ្ងៃមុនណាគេនាំមិត្តភ័ក្តិមិត្តភឿនគេមកផ្ទះធ្វើនំស្វាគមន៍កក្រឹកកក្រែងណាធ្វើដូចជាផ្ទះខ្លួនឯងអញ្ចឹង បឋមគ្រាន់តែរឿងអញ្ចឹងសោះមានខយទេមិត្តភ័ក្តិរបស់នាងតាម៉ា មិនខុសយ៉ាងម៉េចបែកចានបែកឆ្នាំងអស់ទឹកអស់ភ្លើងអស់របស់របរក្នុងផ្ទះណាទិញមកថ្លៃណាស់មិនមែននាំមកឲ្យស៊ីហ្វ្រីទេ បានហើយម៉ាខ្ញុំកំពុងតែបើកឡាននៅតាមផ្លូវជម្រាបលា